បុរសនោះបានដាក់ទឹកថ្នាំប្រឆាំងមេរោគចូលក្នុងមាត់រួចដាក់អណ្ដាតប្រវែង10ម៉ែត្ររបស់គាត់ចូលទៅក្នុងបំពង់ខ្យល់ធ្វើឲ្យទឹកថ្នាំនោះបែកមេរោគក៏ចាប់ផ្ដើមរីករាលដាលភ្លាមទន្ទឹមនឹងនេះដៃគូរបស់គាត់បានលោតឡើងលើបំពង់ទឹកចាក់វាឲ្យបើករួចច្រកមេរោគចូលប៉ុន្តែនោះមិនគ្រប់គ្រាន់ទេស្ត្រីនោះបានលីឡំជាមួយហ្វូងមនុស្សហើយបោះទឹកថ្នាំនោះទៅម្ខាងដោយចៃដន្យមេរោគបានផ្ទុះឡើងនៅលើដីរីករាលដាលយ៉ាងឆាប់រហ័សអ្នកដែលឆ្លងកាត់បានស្រូបវាចូលស្ទើរតែភ្លាមហើយមនុស្សកាន់តែច្រើនបានផឹកមេរោគពីបំពង់ទឹកមេខ្លោងនៅពីក្រោយរឿងទាំងអស់នេះគឺបុរសដែលគេស្គាល់ថាជា Scrap Hero មិនយូរប៉ុន្មានប៉ូលីសបានមកដល់ប៉ុន្តែពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំង Scrap Hero គ្រាន់តែលើកដៃឡើងហើយអាវុធរបស់ពួកគេក៏ប្រែទៅជានំប្រៃភ្លាមមនុស្សគ្រប់គ្នាដែលមានវត្តមានការភ្ញាក់ផ្អើលបន្ទាប់មក Scrap Hero បានលើកដៃឡើងម្ដងទៀតហើយរថយន្តប៉ូលីសរបស់ពួកគេបានបុករថយន្តរបស់ពួកគេរថយន្តមួយគ្រឿងត្រូវបានកំទេចខ្ទេចខ្ទីទៅជាគំនរដែកសំណល់ឧទ្ធម្ភាគចាក់ដែលមកជួយគ្រប់គ្រងក៏ត្រូវបានគាត់ចាប់កំទេចយ៉ាងងាយស្រួលផងដែរភ្លាមនោះគោលដៅរបស់គាត់ក៏បានតម្រង់ទៅរកពងមនុស្សនៅកន្លែងកើតហេតុឃើញមនុស្សគ្រប់គ្នាកំពុងប្រឈមមុខនឹងគ្រោះថ្នាក់មិននឹកស្មានថាមួយវិនាទីក្រោយមកគ្រប់បំណែកទាំងអស់បានបង្កប់នៅលើអាកាសតាមពិតគឺ Superman India បានមកជួយសង្គ្រោះកំពូលមនុស្ស X ចាយពេលឃើញគាត់ភ្លាមក៏ស្ទុះទៅវាប្រហារភ្លាមប៉ុន្តែមិននឹកស្មានថាគាត់មិនមែនជាគូប្រកួតរបស់ Superman សោះសូម្បីតែប៉ុន្មាន10វិនាទីក៏មិនអាចទប់ទល់បានដែរក៏ត្រូវបាន Superman India បង្ក្រាបយ៉ាងងាយស្រួលទៅ